សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូបង្កើតវីដេអូមួយដើម្បីបង្រៀនពួកយើងស្ដីពីការប្រើប្រាស់ Google Classroom អញ្ចឹងពេលដែលយើងចាប់ផ្ដើមប្រើប្រាស់ពេលដែលយើងត្រូវការប្រើ Google Classroom ហ្នឹងគឺទីមួយយើងត្រូវ download app វាមកសិនអញ្ចឹងយើងអាច download វាតាមណាបានអញ្ចឹងយើងអាច download បាននៅក្នុង App Store ឬក៏ Play Store អញ្ចឹងឥឡូវប្រព័ន្ធលោកគ្រូប្រើប្រព័ន្ធ iOS អញ្ចឹងលោកគ្រូ download នៅក្នុង App Store ពេលយើងចូលមកក្នុង App Store យើងគ្រាន់តែវាយពាក្យ Google Classroom មកអញ្ចឹងយើងបើក Google Classroom ហើយយើងធ្វើការ download វាករណីនេះយើង download វាមកហើយបន្ទាប់មកយើងពេលដែលយើង download វាពេញហើយយើងបើកមកយើងជ្រើសរើសយក Gmail ណាមួយដែលយើងប្រើប្រាស់ជាផ្លូវការជាមួយថ្នាក់រៀនដែលយើងកំពុងសិក្សារាល់ថ្ងៃអញ្ចឹងករណីនេះលោកគ្រូប្រើប្រាស់ Gmail មួយនេះអញ្ចឹងលោកគ្រូបើក Gmail មួយនេះទៅនៅពេលដែលយើងបើកហើយយើងមើលមកយើងឃើញថាអូខេយើងអត់មានជាប់ឈ្មោះនៅក្នុងថ្នាក់រៀនណាមួយគេទេអញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងត្រូវតែចូល join class អញ្ចឹងយើងចុចលើសញ្ញាបូកផ្នែកខាងក្រោមនេះមកហើយយើងយកពាក្យថា join class ដោយសារយើងជាសិស្សបន្ទាប់មកយើងវាយបញ្ចូល class code ដែលគ្រូផ្ញើឲ្យអញ្ចឹងយើងវាយបញ្ចូល class code ដូចក្នុងឧទាហរណ៍នេះមកតបមកយើងយកពាក្យ join នៅផ្នែកខាងលើនេះអូខេតបមកយើងនឹងឃើញថ្នាក់រៀនរបស់យើង class code ហ្នឹងគឺថ្នាក់រៀនគេ online class អញ្ចឹងនៅក្នុងថ្នាក់ហ្នឹងយើងជាទូទៅពេលដែលយើងបើកមកគឺយើងឃើញ tool 3សំខាន់គឺ stream classwork ហើយនិង people អញ្ចឹង stream ហ្នឹងគឺជាកន្លែងដែលយើងអាចមើលឃើញរាល់ការដាក់កិច្ចការរបស់គ្រូដូចជាការផ្ញើសារជូនដំណឹងឬក៏ចែករំលែកឯកសារនានាសម្រាប់យើងធ្វើការសិក្សាហើយ classwork គឺជាកន្លែងដែលគ្រូដាក់កិច្ចការយើងធ្វើហើយចំពោះកិច្ចការដែលយើងធ្វើហ្នឹងវាអាចមានជា quiz អាចមានជា homework អាចមានជា assignment អាចមានជា exam នៅក្នុងហ្នឹងហើយតើតើនឹង people នេះគឺកន្លែងដែលយើងចូលទៅមើលថាតើអ្នកណាខ្លះជាគ្រូនៅក្នុងថ្នាក់ហ្នឹងហើយ classmate ហ្នឹងអ្នកណាខ្លះអូខេត្រឡប់មកវិញយើងឥឡូវយើងមើលនៅក្នុង classwork នៅក្នុង classwork ឥឡូវយើងចូលមកយើងស្រាប់តែឃើញមាននេះមួយឥឡូវយើងចូលមកពីរបៀបធ្វើអញ្ចឹងយើងចូលកន្លែង sample នេះមួយមកហើយយើងคลิกលើប្រអប់វិញ្ញាសានេះហើយយើងបើកនៅក្នុង browser ណាមួយឧទាហរណ៍ដូចជាយើងបើកក្នុង Safari អញ្ចឹងដោយសារយើងjoin Gmail ហើយបើសិនជាករណីខ្លះពេលយើងបើកទៅវាទាមទារយើងវាបញ្ចូល email ហើយនិង password ករណីយើងទើបតែប្រើប្រាស់លើកដំបូងប៉ុន្តែករណីនេះលោកគ្រូធ្លាប់ប្រើប្រាស់ email នេះរួចហើយអញ្ចឹងទៅវាអត់ទាមទារវាបញ្ចូល email ទេអញ្ចឹងពេលយើងឃើញសញ្ញាក្រហមហ្នឹងគឺយើងត្រូវតែវាបញ្ចូលនៅព័ត៌មានដែលគេទាមទារបើមិនអញ្ចឹងទេគឺយើងអាច submit បានទេអញ្ចឹងយើងវាយបញ្ចូលព័ត៌មានយើងមកដាក់ឈ្មោះរបស់យើងជ្រើសរើសភេទថ្នាក់រៀនបើសិនជាព័ត៌មានទាមទារតើមកយើងធ្វើការឆ្លើយតាក់ទង multiple choice យើងជ្រើសរើសចម្លើយមួយមកតាក់ទងទៅនឹង drop down យើង click choose ហើយយើងធ្វើការជ្រើសរើសចម្លើយមកតាក់ទងទៅនឹង grid box បែបនេះគឺយើងធ្វើការជ្រើសរើសបានច្រើនជាងមួយបានន័យថាជម្រើសត្រឹមត្រូវគឺមានច្រើនជាងមួយហើយបានគ្រូគាត់ design មកអញ្ចឹងយើងមើលទៅថាអូខេវាមានច្រើនជាងមួយអញ្ចឹងយើងមើលមកកន្លែងនេះតាក់ទងទៅនឹងលំហាត់ true false យើងអាន statement ហើយអានអត្ថបទហ្នឹងយើងជ្រើសរើសចម្លើយបន្ទាប់មកតាក់ទងនឹង short answer question ក៏យើងអាចធ្វើការសរសេរបានដែរអញ្ចឹងយើងសរសេរចម្លើយយើងមកយើងអានចំណុចហ្នឹងហើយយើងដាក់ចម្លើយរបស់យើងមកអូខេដល់កន្លែងដល់ពេលកន្លែងសំណួរចុងក្រោយនេះគឺកាលណាយើងឃើញពាក្យថា add file បែបនេះគឺបានន័យថាគឺវាជាប្រភេទវិញ្ញាសាមួយដែលគ្រូដាក់ឲ្យយើងហើយមានវាពិបាកដែលយើងត្រូវសរសេរនៅលើកុំព្យូទ័រដូចជាគណិតវិទ្យាដូចជារូបវិទ្យាអីហ្នឹងយើងពិបាកក្នុងការសរសេរនៅលើកុំព្យូទ័រអញ្ចឹងយើងត្រូវសរសេរដៃហើយយើងថតរូបភាពបញ្ចូល upload បញ្ចូលអញ្ចឹងករណីហ្នឹងឧទាហរណ៍ថាលោកគ្រូធ្លាប់លោកគ្រូថតរូបរួចហើយអញ្ចឹងយើងគ្រាន់តែចូលកន្លែង upload ហើយយើង select file មកហើយយើងយកពាក្យថា library អញ្ចឹងគឺយើង click បែបហ្នឹងគឺក្នុងករណីដែលយើងធ្លាប់
ប់ថតរូបរួចហើយអញ្ចឹងយើង select ជ្រើសរើសវាមកយើង select ហើយយើងដាក់ចុចដានបន្ទាប់មកទៀតបើសិនជាករណីខ្លះយើងធ្វើទៅលំហាត់ខ្លះវាត្រូវសរសេរច្រើនជាងមួយទំព័រអញ្ចឹងយើងត្រូវថតវា2ដងអីចឹងទៅអញ្ចឹងមិញលោកគ្រូករណីយើងថតរួចហើយប៉ុន្តែចុះបើករណីយើងអត់ទាន់ថតអញ្ចឹងយើងចុច add file មកហើយយើងយកពាក្យ take photo មកហើយយើងធ្វើការសេរីកាមេរ៉ាយើងមើលថាតើវាសេរីធ្វើម៉េចឲ្យច្បាស់បន្ទាប់មកយើងធ្វើពេលយើងថតហើយយើងមើលថាតើវាច្បាស់គ្រូយើងស្រួលមើលហើយនៅព្រោះបើគ្រូយើងថតទៅយើងគ្រូមើលមិនច្បាស់ជាគ្រូមិនដឹងកែថាម៉េចដែរអញ្ចឹងយើងឃើញតែច្បាស់ហើយយើងយក use photo តើមើលគ្រូគិតថាអូខេចប់ហើយវិញ្ញាសាហ្នឹងអញ្ចឹងយើងចុច upload ទៅនៅពេលដែលវា upload ពេញហើយគឺយើងឃើញសញ្ញាបែបនេះយើងអាចចុច submit បានអូខេនៅពេលដែលយើងចុច submit យើងអាច view មើល score យើងវិញបានថាយើងបានប្រមាណអូខេយើងមើលទៅគេបាន7លើ25ហេតុអីបានអញ្ចឹងតាមពិតទៅវាមិនមែននេះទេករណីដែលយើងសរសេរ writing add file នេះគ្រូអត់ទាន់ដាក់កែដាក់បន្ទុកទេករណីដែលយើងធ្វើត្រឹមត្រូវយើងទទួលបានបន្ទុក1លើ1អញ្ចឹងប៉ុន្តែករណីដូចកន្លែង add file នេះគ្រូអត់ទាន់កែបន្ទុកអញ្ចឹងគ្រូយើងនឹងកែបន្ទុកតាមក្រោយហើយផ្ញើមកឲ្យយើងវិញតាម Google Classroom អូខេអញ្ចឹងយើងត្រឡប់មកវិញយើងចូលមកក្នុងប៊ូតុង Home ហើយករណីនេះគឺករណីដែលយើងទើបតែ join ក្នុងថ្នាក់តែមួយចុះបើសិនជាយើងមានឈ្មោះ join នៅក្នុងថ្នាក់ច្រើនហើយដូចករណីក្នុង account មួយនេះគ្រូបានចូលក្នុងថ្នាក់រៀនច្រើនថ្នាក់ហើយយើងត្រូវធ្វើម៉េចពេលដែលយើងមាន account មួយពេលយើង join ខ្លះជាមួយគ្រូយើងគ្រប់មុខវិជ្ជាមកយើងឃើញមានច្រើនថ្នាក់ចឹងឯងអញ្ចឹងពេលដែលយើងចង់ដឹងថាកិច្ចការរបស់យើងនៅមិនទាន់ធ្វើស្អីខ្លះយើងចុចអាសញ្ញាគំនូស3ផ្នែកខាងលើនេះហើយយើងមើលឡើង to do មកកន្លែង to do បានន័យថាអ្វីដែលត្រូវធ្វើដល់ពេលយើងបើកមើលស្រាប់តែយើងឃើញអាផ្នែកខាងលើ missing ហ្នឹងមានន័យថាយើងខកខានមិនបានធ្វើកិច្ចការមួយចំនួនឯងហើយនៅមានកិច្ចការដែលត្រូវធ្វើបន្តមកទៀតដូចជា online class due tomorrow នេះតាក់ទងទៅនឹង writing paragraph អញ្ចឹងយើងសិតតែបានធ្វើហើយបើមិនយើងចង់ដឹងថាតើចុះយើងបានធ្វើអីខ្លះហើយអញ្ចឹងយើងក៏คลิกកន្លែងដាននេះមកយើងមើលឃើញថាអូខេយើងបានធ្វើតាក់ទង vocabulary grammar យើងធ្វើហើយអញ្ចឹងយើងធ្វើបានប៉ុណ្ណឹងត្រឡប់មកវិញយើងចូលកន្លែង home ហើយបើសិនជាយើងចង់ចូលទៅក្នុងថ្នាក់ណាមួយដើម្បីមើល class work របស់យើងឧទាហរណ៍ថាតាក់ទងនឹង grade 9អញ្ចឹងយើងក៏ click grade 9មកយើងឃើញព័ត៌មានធម្មតាយើងឃើញព័ត៌មាន upload យើងឃើញ class work មាន vocab មាន listening reading grammar អញ្ចឹងទៅហើយ classmate របស់យើងអាចមើលឃើញថាអូខេ teacher ក្នុងថ្នាក់នេះមាន2នាក់អញ្ចឹងទៅហើយ classmate មានជាង10នាក់អញ្ចឹងទៅអូខេយើងបញ្ចប់ប៉ុណ្ណឹងបើសិនជាមានចម្ងល់អីអាចតាក់ទងសួរនាំតទៀតបានសូមជូនពរទាំងអស់គ្នាជោគជ័យក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ